បងប្អូនអរគ្នាខ្ញុំចែកម្លែកចំណាប់អារម្មណ៍ខ្ញុំមួយជាមួយនឹងរថយន្តជប៉ុនចាប់ដៃគ្នាមួយចិនបាទសហការគ្នាដើម្បីផលិតរថយន្ត Pick up នេះឡើងណាបងប្អូនអរគ្នាអញ្ចឹងនេះគឺជា Nissan ZNA Z9 GT ក្រុមហ៊ុនជប៉ុនចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនចិន Dongfeng អញ្ចឹងក្រុមហ៊ុន Dongfeng គឺជាក្រុមហ៊ុនផលិតរថយន្តមួយឬក៏ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈយោធារបស់ចិនហើយបងប្អូនដឹងហើយថានៅស្រុកយើងក៏មានជាមួយនឹងរថយន្ត Dongfeng ជាចោល model ផ្សេងៗដែរកំពុងតែប្រើប្រាស់អញ្ចឹងសម្រាប់ Nissan ZNA Z9 GT នេះផងដែរពាក់ព័ន្ធជាមួយនឹង performance ល្អមែនតើម៉ាស៊ីន Mazut បាទ 2.3 ហើយ4ស៊ីឡាំងចាប់មកជាមួយ turbo ហើយពាក់ព័ន្ធជាមួយនឹងការរត់អីគឺ smooth ល្អមែនតើជាមួយនឹងជើងក្រោមអីណាបងប្អូនណាគ្នាហើយសម្រាប់រថយន្តនេះក៏កំពុងតែមានលក់ជាមួយនឹង Z Auto Cambodia ដែរយកមកឲ្យបងប្អូន2ស្ពេចតាមកញ្ចប់ថវិកាបងប្អូនណាគ្នាសម្រាប់ half full គឺ $34,500 ហើយ full គឺ $37,500 ដែលវាមានភាពខុសគ្នាតិចតួចជាមួយនឹងរូបរាងខាងក្រៅជាមួយនឹងម៉ាស៊ីនអីចឹងទៅហើយផ្នែកជើងក្រោមដូចគ្នាបងប្អូនអ្នកគ្នាអញ្ចឹងឱកាសនេះគឺចំណេញមែនតើសម្រាប់បងប្អូនអ្នកគ្នាបើសិនជាបងប្អូនទិញរថយន្តនេះពី Z Auto Cambodia បងប្អូននឹងទទួលបានការ free បិទ film ការពារទឹកថ្នាំហើយនឹង UV ការពារកម្ដៅថ្ងៃពី RSP film ជាប្រភេទ film ល្អតែម្ដងសម្រាប់បិទការពារទឹកថ្នាំជូនបងប្អូនអរគ្នាណាហើយសម្រាប់រថយន្តនេះក៏មានជាមួយនឹងការធានារហូតដល់5ឆ្នាំឬក៏ 15,000 គីឡូពី Z Auto Cambodia ដូចគ្នាអញ្ចឹងការចែកម្លែករបស់ខ្ញុំមាននៅក្នុងវីដេអូក្រោយហើយនៅក្នុងវីដេអូនេះខ្ញុំគាត់តែចង់បង្ហាញខ្លីៗបងប្អូនអរគ្នាថាបងប្អូនអាចនឹងឆ្ងល់ថាជុំ Nissan រាងបែបនេះបាទការផ្លាស់ប្ដូររូបរាង all new បែបនេះមិនបងប្អូនអាចឃើញនៅក្រុមហ៊ុនតាមពិតនេះគឺខាង Z Auto គាត់យកមកអញ្ចឹងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនផ្លូវការអត់មានលក់ទេសម្រាប់ Nissan ZNA Z9 GT នេះគឺមានតែ Z Auto Cambodia ទេដែលគាត់យកមកលក់ជូនបងប្អូនហើយតម្លៃពិសេសមែនតើអញ្ចឹង performance ការបើកបរជើងក្រោមជើងអីហ្នឹងគឺល្អខ្លាំងមែនតើខាងក្នុងក៏ទំនើបមិនធម្មតាដែរប្រើជាមួយនឹងអេក្រង់ធំហើយជន់បានតែម្ដងម៉ាស៊ីនម៉ាស៊ូតហើយពាក់ព័ន្ធជាមួយនឹងការសំចៃរបស់វាគឺ100គីឡូវាស៊ី6លីត្រជាងទៅ7លីត្រតាមអត្តចរិតតាមស្ថានភាពផ្លូវរបស់បងប្អូនជន់ដែរណាអញ្ចឹងធម្មតាទេរថយន្តណាក៏ដូចរថយន្តណាដែរជន់ខ្លាំងគឺស៊ីខ្លាំងដូចគ្នាអូខេបងប្អូនអ្នកគ្នាអញ្ចឹងបើសិនជាបងប្អូនចង់ test drive បសាកលបងចង់ទៅមើលផ្ទាល់ប៉ះផ្ទាល់ចង់ដឹងថា full ហើយនឹង half full វាខុសគ្នាយ៉ាងណាបងប្អូនកុំភ្លេចតាក់ទងទៅកាន់ Z Auto Cambodia បានដើម្បីទៅឆែកមើលរថយន្តនេះទាំងអស់គ្នាហើយតាមខ្ញុំដឹងដូចជាមានបោះអំលក់ដែរជាមួយនឹង Z Auto Cambodia ណាអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ